2. ការរៀបចំសេដ្ឋកិច្ចជោគជ័យរបស់ប្រទេសជប៉ុនអាចពន្យល់បានមួយផ្នែកតាមរយៈការរៀបចំនយោបាយនិងសង្គមដ៏ចម្លែកមួយរដ្ឋធ្វើអន្តរាគមន៍ក្នុងជីវភាពសេដ្ឋកិច្ចដោយបើកទូលាយដល់គំនិតផ្ដួចផ្ដើមរបស់សហគ្រាសធំៗដែលបង្កើតបានជាកុងក្លូមេរ៉ាដ៏ខ្លាំងក្លាប៉ុន្តែក៏មានការចូលរួមជាមួយសហគ្រាសតូចនិងមធ្យមផងដែរក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចមួយទ្វីបនិយមទំនាក់ទំនងសង្គមបានគួបផ្សំការព្រមគ្នារវាងឋានានុក្រមនិងការធ្វើឲ្យសហគ្រិនទទួលបានផលចំណេញពីក្រុមកម្មករដែលមានវិន័យមានការបណ្ដុះបណ្ដាលល្អនិងមានជីវភាពរស់នៅសមរម្យទោះបីជាពួកគេមានការរីកចម្រើនថ្មីៗនេះក្តីយុទ្ធសាស្ត្ររបស់សហគ្រាសធំៗនិងរដ្ឋសំដៅឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាឲ្យសហគ្រាសពិសេសសហគ្រាសធំៗហើយនឹងមានកិច្ចការពារទីផ្សារក្នុងស្រុកទប់ទល់នឹងការប្រកួតប្រជែងពីខាងក្រៅតាមវិធានការមួយចំនួនយ៉ាងប៉ិនប្រសប់ 2.1 កិច្ចការពារទីផ្សារក្នុងស្រុកជនជាតិជប៉ុនមានទីផ្សារក្នុងស្រុកមួយដ៏ធំទូលាយដែលពួកគេបានការពារជានិច្ចកាលទូក្នុងសម័យម៉ៃអ៊ីយី1867ដល់1912ក៏ក្នុងសម័យរីកចម្រើនខ្ពស់ឆ្នាំ1955ដល់1973ជប៉ុនបានកសាងវឌ្ឍនភាពរបស់ខ្លួនដោយផ្ដើមចេញពីទីផ្សារក្នុងស្រុកកាលណាគេមានក្តីបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចនិងការប្រកួតប្រជែងពីបរទេសគេងាកមករកការប្រើប្រាស់ផលិតផលក្នុងស្រុកជានិច្ចដូចនេះការហូរចូលទំនិញបរទេសចូលមកក្នុងទីផ្សារជប៉ុនគឺជាការលំបាកគ្រប់ពេលកិច្ចការពារនិយមនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការនិយមប្រើប្រាស់ផលិតផលជាតិ